ពីសត្វភាពសង្គមហើយអ្នកដែលពុនស្នាដៃទំនើបល្បីបងទៅចាំអ្នកបាត់ដំបងនោះហើយក៏បាត់ដំបងញ៉ាំថែមក៏បាត់ដំបងតែទឹកថ្មីដែលប៉ែនលេចាក៏បាត់ដំបងនេះខ្ញុំបានសិក្សាតាំងឆ្នាំ2016 17ខ្ញុំមកដល់ចេះដើរគិតមើលហើយនេះអ្នកបាត់ដំបងប្រកែកដែរទោះបីសិនជាក៏មានអ្នកកំណត់ដែលស្ទឹងតែបើនិយាយចំក៏អ្នកបាត់ដំបងដែរគាត់ធំតបាត់ដំបងដោយសារបាត់ដំបងទឹកដីល្អណាស់ដល់ទឹកដីល្អណាស់ផលឡានុផលទាំងអស់ហ្នឹងណាវាហូបចុកគ្រប់គ្រាន់នាំឲ្យ regime មានគ្រប់គ្រាន់យកដកប្រាជ្ញាតោះទីនឹងវាប្រកែកវាឆ្លាតណាស់និយាយដល់កន្លែងហ្នឹងខ្ញុំសង្កេតសង្កោខ្ញុំគិតណាខ្មែរសពថ្ងៃអាហារហូបចុកខ្វះការគុតគង់គ្រប់គ្រាន់ដោយសារបារាំងថា regime ខ្វះពីដើមកសិករគាត់ហូបតែត្រីក្រឹមតែក្រាញតែកូនត្រីអត់តូចទេណាតែសូមបញ្ជាក់ត្រីអត់តូចហ្នឹងមាន regime ខ្ពស់ជាងត្រីធំទេគេនេះគាត់អត់ខ្វះប្រូតេអ៊ីនទេគាត់មានគ្រប់តែសពថ្ងៃវាអត់មានហើយអត់មានបើយើងបំផ្លាញខ្លួនយើងអស់ហើយណាដាក់ថ្នាំដាក់ជីដាក់ខ្ទេចសូម្បីតែចលេនមួយគ្នាឆ្នាំ2005ខ្ញុំបានចូលរួមពិសោធន៍មួយបណ្ឌិតជាងមួយថ្ងៃទីនេះថ្នាំពុលទាំង14ប្រភេទដែលគេហាមបំផុតនៅស្រុកខ្មែរមានតែ14ប្រភេទតែពិសោធន៍ជប៉ុនឆ្ងល់ពុលជួពួកណាសិពួកអតិទេពអីបើអត់អីសោះអញ្ចឹងឯងបើថ្នាំពុលវាគ្រោះថ្នាក់គាត់យើងមិនស្គាល់បឹងទន្លេសាបយើងនេះណាអាចចិញ្ចឹមប្រជាជនដីគោកអាស៊ីអាគ្នេយ៍ទាំងមូលឥឡូវនេះគុតគង់តែខ្មែរនេះឯងហ្នឹងអត់គ្រប់ផងអានេះជាអត្តសញ្ញាណមួយធំណាស់របស់ខ្មែរណាពួកយើងបំផ្លាញតិចអស់នេះការគោករយៈនោះវាលឿនមែនទេអូនធ្វើកំណៃម្ដងតែណាលុប4ម៉ែត្រក្នុងរយៈពេល6000ឆ្នាំឥឡូវនេះរយៈពេលតែ20-30ឆ្នាំចុងក្រោយទឹកនឹងលុបប្រហែលជាកន្លះម៉ែត្រជាងកណ្ដាលបឹងទន្លេសាបខែប្រាំងតាមធំបឹងទន្លេសាបនេះគ្មានពីរទេនៅលើពិភពលោកតារាងម្នាក់អាមេរិកម្នាក់ក៏អួតសរសើរពីប្រទេសគាត់ពីអីពីសម្បត្តិគាត់អស្ចារ្យចុងក្រោយប៉ុណ្ណឹងគេប្រាប់គាត់ថាស្អីដែលល្អជាងនេះប៉ុន្តែស្រុកខ្មែរទេម្នាក់ស្លាប់បាត់ដំបងបណ្ឌិតខាងប្រវត្តិសាស្ត្រហ្នឹងអាមេរិកម្នាក់ទៀតទៅស្លាប់ប្រហែលឆ្នាំមុននេះអ្នកអស័យវចនានុក្រមខ្មែរហងលីលោកគាត់ថាខ្ញុំអួតថាខ្មែរអួតបើខ្ញុំសួរវិញប្រាប់ឲ្យមើលទីក្រុងញូវយ៉កហ្នឹងល្អអីប៉ារីសល្អអីសៀងហៃល្អអីតូក្យូល្អទីក្រុងល្អជាងបំផុតនៅក្នុងពេញអត់មានប្រទេសណាមួយមានទន្លេ4មុខចាក់ចំអញ្ចឹងអត់មានទេអតិថិប្រទីនឲ្យជនជាតិខ្មែរនៅភាពអស្ចារ្យតែខ្មែរអត់ចេះស្រឡាញ់អត់ចេះថែរក្សាដូចបឹងទន្លេសាបនៅលើពិភពលោកអត់មានពីរដូវវស្សាទឹកខូចចូលរដូវប្រាំងទឹកខូចចេញ